សម្ពុតមានទម្ងន់នៅតែជាប្រធានបទក្តៅសម្រាប់កិច្ចការងារខ្ញុំរហូតដល់គេស្គាល់មកដល់សប្តាហ៍ថ្ងៃផ្ដើមចេញពីអាហ្នឹងសម្ពុតមានទម្ងន់និយាយអំពីការទម្លាក់គ្រាប់បែកនិយាយអំពីការកាប់សម្លាប់របបខ្មែរក្រហមនិងការចេញមកវិញសវាយជាមួយជីវិតយើងជាមួយនឹងអាហ្នឹងវាមានន័យខ្លាំងឆ្នាំ2024ខ្ញុំសង្ងំធ្វើស្នាដៃសម្រាប់ពិព័រណ៍នៅសារមន្ទីរលើកទី1របស់សិល្បករខ្មែរដែលជា solo វាធ្វើឲ្យខ្ញុំសម្រិតសម្រាំងសម្រួចចិត្តថាខ្ញុំមានឱកាសបានតាំងនៅស្រុកខ្មែរជាសារមន្ទីរខ្ញុំនឹងព្យាយាមធ្វើឲ្យអស់លទ្ធភាពដើម្បីបង្ហាញស្រុកខ្លួនឯងឲ្យវាមានផ្លែផ្កាល្អខ្ញុំជាវិចិត្រករលីងសកលជាសិល្បករសហសម័យនៅប្រទេសកម្ពុជាហើយធំលូតលាស់ចម្រើនវ័យនៅស្រុកពារាំងខេត្តព្រៃវែងឪពុកម្ដាយខ្ញុំគាត់ជាប្រជាកសិករគាត់មានជំនាញជាអ្នកនួងកាត់សក់ពីដើមជាមួយជីដូនគាត់ហើយឪពុកជាជាងសង្ហារឹមជាងផ្ទះជាងរទេសនៅស្រុកស្រែចម្ការហ្នឹងហើយពូអ៊ំមីងអ្នកកាត់ដេរសម្លៀកបំពាក់អ្នកល្ខោនបាសាក់អ្នកដូរតន្ត្រីបុរាណអីចឹងទៅខ្ញុំមានបងប្អូន4នាក់ខ្ញុំជាកូនទី2គាត់ទាំងអស់សិតតែមានឧបនិស្ស័យសិល្បៈរៀងៗខ្លួនតិចៗប៉ុន្តែមិនបានដូចបំណងប្រាថ្នាទេគាត់ជាអ្នករកស៊ីលក់ដូរធម្មតានៅភ្នំពេញ3នាក់នៅខេត្តម្នាក់ខ្ញុំបានមករៀននៅសាលាវិចិត្រសិល្បៈនៅភ្នំពេញឆ្នាំ1992ផ្នែកគំនូរបុរាណផ្នែកគំនូរទំនើបផ្នែក Interior Design Decoration ផ្នែកខាងក្នុងខាងក្រៅហើយខ្ញុំបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ2002ប៉ុន្តែខ្ញុំចាប់ផ្ដើមធ្វើស្នាដៃសហសម័យនៅឆ្នាំ2000នៅពីក្មេងកងវាលខ្ញុំចូលចិត្តមើលទេសភាពមើលវាលស្រែបឹងបួរយើងស្រឡាញ់ចម្លាក់គូវាទៅតាមដីបែកកាហែងហ្នឹងការរៀនហ្នឹងខ្ញុំរៀនជាប់លេខ1រហូតហ្នឹងហើយកាលនោះយើងរៀនគំនូរនៅក្នុងសាលាវិចិត្រសិល្បៈយើងរៀនតាមទម្រង់ក្បួនខ្នាតមានគំនូរបុរាណមានចម្លាក់ចិត្តដីចម្លាក់ស្ពាន់ចម្លាក់ខ្មុកមានគូក្បាច់គូពណ៌ទឹកនិយាយទៅជំនាញទាំងអស់ហ្នឹងកាលនោះពួកយើងខ្លាំងពួកយើងចេះទាំងអស់បន្ទាប់ពីគំនូរបុរាណមកខ្ញុំរៀនគូប៉ាំងទាគំនូរទំនើបហ្នឹងឯងព្រោះថាចំណេះជំនាញខ្ញុំសប្តាហ៍ថ្ងៃហ្នឹងគឺខុសពីក្នុងសាលាឆ្នាំ97 98បានភ្ញៀវបរទេសហ្នឹងគាត់ឃើញខ្ញុំមានស្នាដៃល្អគាត់តំណាក់តំណងមកស្គាល់ The Cambodia Lady ហ្នឹងខ្ញុំបានគូនៅទំព័រមុខប្រចាំសប្តាហ៍ខ្ញុំអត់ចេះភាសាអង់គ្លេសទេគ្រាន់តែថាខ្ញុំចូលចិត្តអ្វីដែលបង្កើតថ្មីដែរខ្ញុំរៀនអង់គ្លេសនិងរៀន technique ទៅតាមអ្វីដែលគាត់បញ្យល់ហ្នឹងបង្កើត art ហ្នឹងនៅក្នុង imagination ហ្មងវាចម្លែកអស្ចារ្យដែលពេលខ្ញុំធ្វើហើយខ្ញុំឲ្យគំនូរនឹងគេមើលគេថា perfect ល្អឥតខ្ចោះខ្ញុំសម្រេចចិត្តថាខ្ញុំជ្រើសរើសឯករាជ្យគូគំនូរតាមអ្វីដែលខ្ញុំធ្វើពេលដែលចាប់ផ្ដើមមានឈ្មោះតាមកសែតនឹងហើយឆ្នាំ2000ហ្នឹងខ្ញុំប្រឡងជាប់លេខ1នៅក្នុងអង្គការសហប្រជាជាតិនិយាយពីសិទ្ធិស្ត្រីនិងកុមារសញ្ញាបត្រទទួលពីញូវយ៉កហើយគប់ខ្ញុំបានជាប់លេខ2នៅអង្គការបេតិកភណ្ឌ UNESCO នៅស្រុកខ្មែរយើងអញ្ចឹងហើយខ្ញុំក៏ទទួលបានលើកទឹកចិត្តពីអង្គការផ្សេងៗដែលឲ្យការងារមកធ្វើគេឲ្យគំនូរមួយចំនួននោះក្នុងមួយរូបទួយហ្នឹងគេយកទៅបោះពុំហ្នឹងយើងបាន300ហ្នឹងគឺខ្ញុំហើបជើងពីដីហ្មងព្រោះចំនួននោះ$300ហ្នឹងគឺមួយតលឹងមីហើយអញ្ចឹងបានខ្ញុំចាប់ផ្ដើមធ្វើអ្វីមួយដើម្បីជាខ្លួនឯងនៅពេលដែលគេមានការពិព័រណ៍នៅសាលារចនាជាក្រុមខ្ញុំក៏ចាប់ផ្ដើមធ្វើរូបមកផ្ទាំងគ្រាន់តែដាក់នៅក្នុងក្រសួងសោះល្បីឈ្មោះដែរពីពេលនោះមានទូរទស្សន៍មានអីគេមកផ្សាយហើយរូបនោះត្រូវបានសម្ដេចរាជបុត្រីនរោត្តមបុប្ផាទេវីលោកជារដ្ឋមន្ត្រីក្រសួងវប្បធម៌កាលនោះហើយលោកជាវលោកបានជ្រើសរើសគំនូរខ្ញុំហ្នឹងបន្ទាប់ពីខ្ញុំធ្វើនៅសាលាឆ្នាំ2001ហ្នឹងពេលនឹងបានជោគជ័យមួយហ្នឹងគឺខ្ញុំមានកម្លាំងចិត្តខ្លាំងមែនតើពីព្រោះជាលើកទី1ដែលតាំងពីពណ៌ជាក្រុមឯណាខ្ញុំក៏ធ្វើកិច្ចការងារហ្នឹងដោយស្ងាត់ស្ងៀមធ្វើដោយយកចិត្តទុកដាក់បំផុតហើយខ្ញុំធ្វើតាមអារម្មណ៍របស់ខ្ញុំឯណាហើយជ្រើសរើសថ្ងៃសម្ពោធនៅចំពេលកំណើតប្រពុតមិនទាន់បានពីពណ៌ឯងស្រាប់តែលោកស្រីជនជាតិហុងកុងមកលេងស្រុកយើងខ្ញុំអញ្ជើញគាត់ទៅមើលគំនូរគាត់ជាវត្មងសប្បាយចិត្តមែនតើជាលើកទី1អតិថិជនទិញគំនូរបង្កើតឡើងអត់ទាន់ពីពណ៌កាលនោះគាត់ឲ្យស្មើនឹង2តលឹងអញ្ចឹងខ្ញុំសប្បាយចិត្តមែនតើណាខ្ញុំមិនដែលលក់រូបណាបានច្រើនដល់1លឹងទេក្រោយពីការតាំងនៅក្នុងស្រុកឆ្នាំ2002ជារៀងរាល់ឆ្នាំយើងបានធ្វើនៅ Java Cafe ហ្នឹងចន្លោះហ្នឹងយើងមានពិព័រណ៍ជាក្រុមនៅស្រុកថៃនៅសិង្ហបុរីអីដែរលក្ខណៈអន្តរជាតិតែវាមិនមែនជាលក្ខណៈមួយ
ដែល Blick លូទទួលស្គាល់ក្នុងសិល្បៈដ៏អស្ចារ្យទេក្រោយមកមានការអញ្ជើញពី workshop នៅប្រទេស Norway នៅភូមាថៃនឹងឈៀងរ៉ៃឈៀងម៉ៃបន្ទាប់មកមាន Resident Biennale ធំមួយនៅជប៉ុនបន្ទាប់ពីខ្ញុំត្រឡប់មកវិញព័ត៌មានចាប់ផ្ដើមសាយភាយគ្រាន់មកដល់ខាងអង់គ្លេសនោះគេតាក់ទងមកភ្លាមគេប្រាប់ថាបើចង់តាំងរៀបចំស្នាដៃខ្ញុំចាប់ផ្ដើមយករឿងសម្ពុតមានទម្ងន់ដែលជាស្នាដៃមួយអំពីខ្ញុំនិងម្ដាយខ្ញុំហើយខាងក្រៅដែលខ្ញុំធ្វើកិច្ចការបរិស្ថានហ្នឹងខ្ញុំបូកបញ្ចូលគ្នាធ្វើឲ្យការងារសម្ពុតមានទម្ងន់ខ្លាំងមែនទែនដល់ពេលទៅពិព័រណ៍នៅអង់គ្លេសលើកទី1នៅរ៉ូស៊ីទីក្រុងឡុងហ្នឹងពិតជាអស្ចារ្យមែនផ្អើលដល់សារព័ត៌មាន BBC អីហ្នឹង The Times ធំរបស់អង់គ្លេសហ្នឹងមកចុះផ្សាយហើយស្នាដៃហ្នឹងក៏លក់ចេញទៅទាំងអស់ក្នុងពេលពិព័រណ៍ហ្នឹងដែរសម្ពុតមានទម្ងន់នៅតែជាប្រធានបទក្តៅសម្រាប់កិច្ចការងារខ្ញុំរហូតដល់គេស្គាល់មកដល់សប្តាហ៍ថ្ងៃផ្ដើមចេញពីអាហ្នឹងអញ្ចឹងសម្ពុតមានទម្ងន់និយាយអំពីការទម្លាក់គ្រាប់បែកនិយាយអំពីការកាប់សម្លាប់របបខ្មែរក្រហមនិងការចេញមកវិញសវាយជាមួយជីវិតយើងជាមួយនឹងអាហ្នឹងវាមានន័យខ្លាំង2011ខ្ញុំធ្វើ Shadow of the Heavy Skirt ស្រមោលសម្ពុតមានទម្ងន់មួយទៀតតាំងនៅអាឡយ៉ង់ភ្នំពេញហ្នឹងគំនូរទាំងអស់ហ្នឹងល្អហើយគេ collect ទៅសារមន្ទីរមួយចំនួនក៏ទៅ private ទៅ Biennale នៅសៀងហៃទៅធ្វើ Art Fair Art Basel នៅអាល្លឺម៉ង់អង់គ្លេសក្រោយមួយឆ្នាំ2ឆ្នាំយើងទៅតាំងស្នាដៃនរោអវិជ័យនៅលើលោកមានស្នាដៃជាច្រើនទៀតដោយការប្រកួតណាលោកសកុតម៉ាសេរីហ្នឹងក៏ល្អមែនតើយើងយកទៅតាំងនៅសិង្ហបុរីមិនដឹងហុងកុងនឹងផ្លិចទេអញ្ចឹងទៅធ្វើកម្មវិធីហ្នឹងស្នាដៃត្រូវបានលក់ទាំងអស់ដែរមានសារព័ត៌មាន New York Times Wall Street Journal Al Jazeera អីហ្នឹងមកសម្ភាស2019មុន Covid ហ្នឹងខ្ញុំតាំងនៅ Denver Art Museum ហើយ2023នេះខ្ញុំតាំងនៅ Michigan Museum នៅសាលា Michigan ហ្នឹងអញ្ចឹងកិច្ចការធំទាំងអស់ហ្នឹងហើយគឺជាធាតុផ្សំទាំងអស់ដែលមានសកម្មភាពលើសកលលោកទោះបីតែខ្ញុំចំណាស់នេះអាយុច្រើនហើយខ្ញុំនៅតែធ្វើ resident ហ្នឹងពីព្រោះការសិក្សាតំបន់ខុសៗគ្នាដូចខ្ញុំទៅឥណ្ឌាធ្វើ resident មួយខែជាងហើយបន្ទាប់មកបានរដ្ឋាភិបាលឥណ្ឌាខាង Indira Gandhi Culture Building ហ្នឹងអញ្ជើញខ្ញុំទៅ talk នៅហ្នឹងក្រោយមក Gallery Akapraka India ដ៏ល្អមួយអញ្ជើញខ្ញុំទៅធ្វើ soloក្រោយពី Covid ហ្នឹងមួយចំនួនពេលយើង plan ហើយយើងត្រូវទៅ Nottingham យើង cancel យើងត្រូវទៅ Portugal យើង cancel អញ្ចឹងនៅឥណ្ឌាអត់បាន cancel ទេយើងធ្វើបាននៅឆ្នាំ2023ដល់ពេលឆ្នាំ2024ខ្ញុំសង្ងំធ្វើស្នាដៃសម្រាប់ពិព័រណ៍នៅសារមន្ទីរលើកទី1របស់សិល្បករខ្មែរដែលជា solo វាធ្វើឲ្យខ្ញុំសម្រិតសម្រាំងសម្រួចចិត្តថាខ្ញុំមានឱកាសបានតាំងនៅស្រុកខ្មែរជាសារមន្ទីរខ្ញុំនឹងព្យាយាមធ្វើឲ្យអស់លទ្ធភាពដើម្បីបង្ហាញស្រុកខ្លួនឯងឲ្យវាមានផ្លែផ្កាល្អទិសដៅទៅអនាគតខ្ញុំចង់ពង្រឹងស្នាដៃខ្ញុំឲ្យជាឫសកែវដ៏សំខាន់ជំរាបចូលក្នុងយុវវ័យសង្គមខ្មែរយើងដើម្បីឲ្យដឹងថាគុណតម្លៃនៃគំនូរសិល្បៈសហសម័យនៅប្រទេសកម្ពុជារីកចម្រើននិងទទួលបានចំណេះដឹងផ្លែផ្កាប៉ុណ្ណា